រឿងសុខធីកាកានិងកីឡាករពេជ្រសម្បត្តិមិនទាន់អស់ចំហាយក្នុងការវិភាគផងហើយក៏មិនទាន់បានប្រកួតផងស្រាប់តែការប្រកួតចេញ poster ក្តៅៗថានឹងឲ្យកីឡាករឌឹមសរុំប៉ះជាមួយនឹងពេជ្រសង្ហគ្រូតូចអីយយកាការ៉ៅទៀតហើយបងប្អូនបាទគូនេះឃើញមានអ្នកគូគងដំបូងហ្នឹងគឺឌឹមសរុំឲ្យជួបជាមួយនឹងមហាម៉ាត់ក៏ប៉ុន្តែមានអ្នកសនំពោថាកុំអាចជួបមហាម៉ាត់ឲ្យឌឹមសរុំនឹងគាត់សាកក្បាច់គុណជាមួយនឹងពេជ្រសង្ហសិនទៅបើឆ្លងកាត់ពេជ្រសង្ហបានអាចនឹងជួបជាមួយនឹងមហាម៉ាត់បានហើយអីយយបាទលេងធំទៀតហើយបាទគូនេះបងប្អូនបាទគូដែលតែងតែគូផ្គងខ្មែរប៉ះខ្មែរបែបនេះធ្វើឲ្យមហាជនផ្ទុះការកោតសរសើរជាពិសេសគឺគ្រប់គ្រងពេញទំហឹងតែម្ដងអ្វីដែលពិសេសនឹងគឺមានអ្នកវិភាគច្រើនមែនតើមិនថា admin មិនថាអ្នកគ្រប់គ្រងវិស័យគុនខ្មែរចង់ឃើញកីឡាករដែលមានគុណភាពបែបនេះប៉ះគ្នាអ្វីដែលពិសេសនោះស្របពេលដែលពេជ្រសម្បត្តិត្រូវជាបងរបស់ពេជ្រសង្ហៈហ្នឹងត្រៀមជួបជាមួយនឹងសុកធីកាកាកំពុងធ្វើឲ្យមហាជនក៏ដូចជាគ្រូក៏ដូចជា admin ធ្វើព្យុះធ្វើភ្លៀងបាទទម្រាំទៅដល់ថ្ងៃប្រកួតហ្នឹងគឺនៅតែចំហាយបាទគេហៅថាវិភាគនេះវិភាគនោះខាងនេះឈ្នះខាងនោះឈ្នះក៏ប៉ុន្តែមកគូពេជ្រសង្ហៈវិញក៏មិនណយដែរបាទប៉ះជាមួយនឹងឌីមសរុំក្តៅនេះគឺចង់ឃើញមានអ្នកវិភាគច្រើនដូចសម្បត្តិប៉ះជាមួយនឹងសុកធីដែរមិនធម្មតាបាទពេជ្រសង្ហៈនេះបើយើងនិយាយថាជាកីឡាករដែលកំពុងតែឡើងកោតក៏មិនចាញ់បាទពេជ្រសម្បត្តិបងប្រុសរបស់គេដែរបើប្រជាប្រិយភាពគឺល្អគួរសមដែរអ្វីដែលពិសេសគឺឃើញគេហៅថាកីឡាករលាក់មុខដែលគេហៅថាលេងតែដៃហើយបច្ចេកទេសគឺល្អនោះគឺឌឹមសរុំបាទគាត់ធ្លាប់ហាត់នៅហ្វីលីពីនណាបងប្អូនបាទអញ្ចឹងលើកនេះគាត់ចេញជួបជាមួយនឹងកីឡាករខ្លាំងហើយក៏ធ្លាប់ឈ្នះកូនសិស្សលោកគ្រូពេជ្រសុផាន់ផងដែរបាទបងប្អូនយើងប្រហែលជាដឹងហើយបាទសិស្សប្អូនរបស់ពេជ្រសង្ហៈបាទលើកនេះជួបជាមួយនឹងពេជ្រសង្ហៈសិនហើយអ្វីដែលបងប្អូនយើងចង់ឲ្យឌឹមសរុំគាត់គូផ្គងជាមួយនឹងមហាម៉ាត់ឈប់អាសិនចាំឆ្លងជាមួយនឹងកីឡាករពេជ្រសង្ហៈសិនបើឆ្លងបានឌឹមសរុំអាចនឹងទៅជួប 100% គឺមហាម៉ាត់ចាំមើលថាតើឌឹមសរុំអាចឆ្លងកាត់ពេជ្រសង្ហៈបានឬមកយ៉ាងណាគូនេះបាទខ្ញុំគិតថាភាគរយអាចនឹងអូយបើនិយាយទៅគឺល្អដូចគ្នាបាទអាស្រ័យទៅលើភាពធន់ទេបាទអ្នកណាធន់ជាងអ្នកហ្នឹងមានសង្ឃឹមហើយប៉ុន្តែបើអ្នកណាអត់ធន់ទេអាចមានអ្នកស្លាប់ហើយបើមិនស្លាប់ក៏រាប់ដែរប៉ុន្តែភាគច្រើនខ្ញុំគិតថាគូនេះអាចមានអ្នកស្លាប់បាទភាគច្រើនបាទអ្វីដែលពិសេសខ្ញុំគិតថាគូនេះប្រហែលជាដាក់អមជាមួយនឹងកីឡាករពេជ្រសម្បត្តិហើយនឹងកីឡាករសុកធីកាកាហើយបើចំថ្ងៃតែមួយខ្ញុំគិតថាផ្ទុះខ្លាំងមែនទែនចុះបងប្អូនយើងគិតយ៉ាងណាដែរគូនេះបាទឌឹមសរុំឬមួយក៏កីឡាករបាទពេជ្រសង្ហៈបាទគូតូចណាបាទគូនេះខ្ញុំគិតថាបើខ្ញុំវិភាគមែនតែនគូនេះខ្ញុំឲ្យពេជ្រសង្ហៈរៀងគេហៅថាសឹងថា55ប៉ុន្តែអារម្មណ៍ដែលមើលទៅក្បាច់វាយអីអញ្ចឹងណាខ្ញុំស្រឡាញ់ឌឹមសរុំជាងប៉ុន្តែអ្វីដែលពិសេសនៅលើសង្វៀនខុសគ្នាបន្តិចបន្តួចអីចាំមើលចាំអ៊ុតទាំងអស់គ្នាស្រឡាញ់ទាំងពីរប៉ុន្តែភាពឈ្នះចាញ់នៅលើសង្វៀនគូនេះដឹងតែធ្វើឲ្យគណៈកម្មការរៀងញ័រផ្លោងទៀតហើយប៉ុន្តែសង្ឃឹមថាអ្នកគូផ្គងក៏ដូចជាគេហៅថាអ្នកគ្រប់គ្រងជួយខមមិនទាំងអស់គ្នាផងហើយលើកទឹកចិត្តកីឡាករខ្មែរប៉ះខ្មែរសង្ឃឹមថាលុយធំបានទៅលើអ្នកឈ្នះលុយតិចបាទចែកគ្នាអ្នកចាញ់សង្ឃឹមថាគូនេះនឹងល្អមើលហើយក៏ក្រៅបងប្អូនជួយខមមិនខាងក្រោមពេជ្រសង្ហៈឬមួយក៏ឌឹមសរុំ